ស្មានថាបងឈឺម្នាក់ឯងអូនឈឺដូចគ្នាតើមកស្រលាញ់មកអីទៅស្វាគមន៍អគ្គនាយិកាស្វាគមន៍អគ្គនាយិកាត្រឡប់មកវិញស្វាគមន៍អគ្គនាយិកាសៀជាប៉ាព្រះនាងតូចដែលមានចរិតរឹងរូសឆ្នះឆ្នើមដោយសារតែពុកម្ដាយលាចាកលោកអស់ត្រូវបោះបង់ការសិក្សាត្រឡប់មកប្រទេសវិញគ្រប់គ្រងសម្បត្តិរបស់គ្រួសារដោយសារតែទើបតែមកដល់មានអារម្មណ៍មិនសូវនឹងណោខណៈនោះគំនិតផ្លាមធំមួយបានកើតឡើងក្នុងចិត្តរបស់នាងនាយិកាសំជើញសួស្តីអគ្គនាយិកាខ្ញុំឈ្មោះទូមេមាវជំនួយការថ្មីនាយកយានចាត់តាំងឲ្យមកត្រូវការអ្វីប្រាប់ខ្ញុំមកចុះវាំងននមួយជាន់ជាអាកានសាមួយជាន់ទៀតជា Blue World Web គឺតែងទៅតាមពណ៌ដែលបញ្ជាក់នៅក្នុងអ៊ីមែលចំណាយពណ៌ហើយនឹងទំហំគ្រឿងសង្ហារឹមតែងទៅតាមរូបភាពដែលបានផ្ដល់ឲ្យកណ្ដាស់ចិញ្ចាំងហើយនឹងកម្រាលព្រំគឺសុទ្ធតែកក់គេធ្វើទាំងអស់រចនាដោយជាងឆ្នៃម៉ូដ2នាក់ដែលអគ្គនាយិកាប្រាប់អ្នកកាសែត3ប្រភេទកាសែតប៉ស្ព្រីនកាសែតប៉ាស៊ីនតានកាសែតដែលថែមទស្សនាវដ្តី2ប្រភេទហើយនឹងទស្សនាវដ្តីភូមិសាស្ត្រជាតិពេលនេះគឺខ្ញុំដាក់នៅលើតុទៅតាមលំដាប់លំដោយតែក្រហមតែជាលីងរងាប់6នាទីទៅតាមក្បួនរបស់អង់គ្លេសទឹកតែរក្សាទុកនៅក្នុងបំពង់រក្សាកម្ដៅឲ្យមានកម្រិត75អង្សាសេអគ្គនាយិកាអញ្ជើញពិសាតែធ្វើការលោកចុះឯមកទីនេះយូរប៉ុណ្ណាហើយ3ខែហើយរកខ្ញុំមកបម្រើអគ្គនាយិកាយានហ្វាំងជាអ្នកចាត់ចែងឯងមកទោះមិនមែនខ្លាចជាមនុស្សរបស់ខ្ញុំប៉ុន្តែឃើញឯងមកចាត់យ៉ាងនេះមិនចង់លែងឯងទេអគ្គនាយិកាទុកចិត្តចុះការងារខ្ញុំចេះបែងចែកច្បាស់លាស់ខ្លាំងណាស់មិនខ្វល់ពីអ្វីផ្សេងទេផ្នែកទំនាក់ទំនងមានអ្នកបច្ចេកទេសឈ្មោះមីងលៀងពេលនេះគេនៅឯណានៅអอฟហ្វិសជាន់ទី7ហៅគេមកចាអគ្គនាយិកាលោកជាមីងលៀងមកដល់ហើយសួស្តីអគ្គនាយិកាអង្គុយមកស្ទើរចំណាំមិនបានខ្ញុំជាអ្នកណាអគ្គនាយិកាខ្ញុំឈ្មោះអីសរសេរនៅមាត់ទ្វារគឺអ្នកនាងសៀជាប៉ាវសៀជាប៉ាវអ្នកណាគេគឺអគ្គនាយិកាមែនទេចាំងមីងលៀងឆ្កែសៀខួរក្បាលលោកអស់ហើយមែនទេសាកគិតទៅមើល18ឆ្នាំមុនខ្ញុំស្អប់ឯងខ្ញុំធុញឯងកុំនៅក្បែរខ្ញុំពេកអូមែនហើយភ្លេចហើយទេរឿងអីថាភ្លេចនោះ18ឆ្នាំមុនរៀនមកធម្មសិក្សាជាមួយគ្នាក្រោយពេលដែលប្រឡងបញ្ចប់ខ្ញុំលួចមើលកណ្ដាស់ប្រឡងរបស់នាងក៏វាយខ្ញុំអាដៃហើយក្រោយមកក៏ធាក់ខ្ញុំអាជើងទៀតខ្លាចទៅជាផេះក៏ចំណាំបានដែរមិនដឹងស្មានថាការពិតគឺនាងសោះយឺនេះណែអាយុនេះណែបានហើយមានហេតុការណ៍អីប្រាប់ខ្ញុំឲ្យដឹងមុនផងគួរតែដឹងថាគួរធ្វើអ្វីហើយ
រកខ្ញុំហ៎ ឥឡូវនេះជាជំនួយការរបស់សេជាប៉ាវទាំងសម្ដីសម្ដៅរបស់គេព័ត៌មានដែលតាក់ទងជាមួយគេត្រូវតែរៀបការប្រាប់ខ្ញុំឲ្យបានច្បាស់លាស់ ចាស់ ចាំមីងលៀងមានរឿងមួយខ្ញុំចង់សួរលោកតែមិនដឹងថាប្រកាន់ឬអត់ មិនបាច់គួរសមទេមានរឿងអីសួរមកចុះ ខ្ញុំមើលប្រវត្តិរបស់លោកលោកមិនទាន់រៀបការទេតែជាការពិតទេ បាញ់ចឹងមានមិត្តស្រីហើយណែ ពីមុនគឺមានប៉ុន្តែឥឡូវនេះ ហើយបានហើយចាំមីងលៀងខ្ញុំសួរឥឡូវនេះ ប្រាប់ហើយតាថាគ្មានទេនៅសូត្រអនាទៀត បើពេលនេះពួកយើងនៅលេបដូចគ្នាពួកយើងរៀបការតែម្ដងទៅ ថាម៉េចរៀបការ រៀបការខ្ញុំជាមួយលោក ជាផ្លូវសំផ្លូវបេះដូងបេះដូងបេះដូងនៅនឹងលោក តែស្ងួនមិនហួងហែងគុំស្មានថាបងឈឺម្នាក់ឯងអូនឈឺដូចគ្នាតើមកស្រលាញ់មកអីទៅ ខាន ថយចេញកំពាំងផ្លូវខ្ញុំអី យកសពទៀតហើយហ៎យកសពថាចាប់ចោលជួយសង្គ្រោះក្មេងឲ្យរួចផុតពីគ្រោះថ្នាក់មែនទេ ឆាប់ឡើងឆាប់ដឹងខ្លួនអើហើយដាក់មែនយកសពទៀតហើយហើយចំមែនហើយម្ដងនេះប្រើបច្ចេកទេសខ្លាំងវះកាត់បេះដូងឲ្យដឹងយ៉ាងម៉េចទេហើយគឺខ្ញុំនេះជាអ្នកបញ្ជូនបេះដូងទៅឲ្យគេហើយចាំស្ដាប់ថ្ងៃនេះគឺសម្អាតឃ្លាំងចេញម្ដងអ្នកទាំងអស់គ្នាត្រូវតែស្វាហាប់ញាប់ដៃញាប់ជើងកុំខ្លាចលំបាកអីសោះតើមានអ្នកណាស្ម័គ្រចិត្តបន្ថែមម៉ោងទេ ក្រែងរលឹងឲ្យអីខាន់ទៅមែនទេ ត្រូវហើយពួកខ្ញុំត្រូវការលុយមិនខ្លាចនឿយហត់ទេ តាមតែស្ដាប់មើលទៅចង់ប្រកួតជាមួយខ្ញុំមែនទេ ប្រហែលលើកនេះពិតជាផ្ដល់ឲ្យអេនខាន់មែនប៉ុន្តែសំខាន់បំផុតគឺគ្រួសាររបស់គេលំដាប់ខ្ពស់ ក្មេងតែពីរនាក់នេះគេជាក្មួយប្រុសរបស់ខ្ញុំគេនាំគ្នាធ្វើការរលុយដើម្បីចំអែតកាពះរបស់ខ្លួនឯងចំណែកខ្ញុំលំបាកណាស់ព្រោះតែចិញ្ចឹមក្មេងទាំងពីរនាក់នេះឲ្យរស់រានមានជីវិតហើយឈប់សិនគិតថាមានតែឯងទេឃើញទេម្ដាយចាស់អាយុ70ធ្វើការលែងកើតពេលនេះពឹងលើខ្ញុំ មកពួកយើងត្រៀមខ្លួនឲ្យហើយទៅ ក្មេងម្នាក់នេះអាយុ4ឆ្នាំជាក្មួយពៅរបស់ខ្ញុំគេគួរអអាសពប៉ុណ្ណាហ៎ស្បែកជើងក៏គ្មានពាក់ហើយខ្ញុំក៏យកកសាញ់រំជើងរបស់គេ នៅទេ នៅមានម្ដាយខ្ញុំបដិសេធដាច់ចិត្តមិនផឹកថ្នាំព្រោះថាខ្លាចចំណាយលុយទិញថ្នាំឃើញទេក្មួយទាំងពីរគួរអាណិតណារាល់យប់គិតតែពីយំមូលហេតុនេះគឺមកពីឪពុកម្ដាយពួកគេស្លាប់ចោលទាំងអស់នេះហៅថាជីវិត ហើយនៅមានទេហ្នឹងអស់ហើយ ខ្ញុំក៏ចឹងដែរនៅមានទេ អត់ហើយមានទេ អស់ហើយ យ៉ាងម៉េចដែរចង់តែដើមការងារជាមួយខ្ញុំទៀតដល់លោកឆៃ បានហើយថ្ងៃនេះបញ្ចប់ត្រឹមនឹងចោះពួកយើងមកបាយគ្នាធ្វើការ អ
អរគុណហើយណាអរគុណពិតជាមិនកើតមែនណា ថាម៉េចខំគិតពេញមួយថ្ងៃបានលទ្ធផលបដិសេធជាមួយខ្ញុំហ្មង មិនមែនទេសំខាន់គឺយើងតែពីរអ្នកមិនសមគ្នាណាមួយខ្ញុំមិនទាន់បានត្រៀមផ្លូវចិត្តទេ បានន័យថាម៉េចចង់និយាយថាខ្ញុំមិនស័ក្តិសមជាមួយលោកមែនទេ ខ្ញុំមិនមែនគិតអញ្ចឹងទេនាងគឺជាកូនស្រីអ្នកមានហើយជាអគ្គនាយិកាក្រុមហ៊ុនទៀតសូម្បីតែឈ្មោះរបស់នាងក៏ខ្ញុំមិនដែលហ៊ានគិតផង រឿងនេះអ្នកណាក៏ដឹងមានបញ្ហាអីទៅ ណែរៀបការមិនដូចគ្នាទេរៀបការគឺប្រុសម្នាក់ស្រីម្នាក់មនុស្សពីរនាក់ណា អូលោកចង់ស្រឡាញ់គ្នាសិន ហ៎អត់ទេមិនមែនទេ មានហេតុផលប៉ុន្តែខ្ញុំគ្មានអារម្មណ៍ហើយក៏គ្មានពេលគ្រាន់តែរៀបចំធ្វើតាមខ្ញុំទៅ បើអញ្ចឹងមិនសូមខ្ញុំរៀបការធ្វើអី ខ្ញុំសុំរៀបការពីអង្កលស្មានថាខ្ញុំចង់រៀបការជាមួយលោកទេកុំសង្ឃឹមខ្ញុំគ្រាន់តែទុកឱកាសសម្រាប់សហការគ្នាប៉ុណ្ណោះ សហការ មែនហើយ ហើយយ៉ាភេងមិនក៏នាំសុនទៅលោតលើក្រែអញ្ចឹងបើបាក់ក្រែតាគិតយ៉ាងម៉េចទៅពួកឯងនេះផ្ដេសផ្ដាស់ណាគេងនៅកន្លែងណាឆាប់តែគេងនៅកន្លែងនោះទៅ លេងតិចទៀតទៅអ្នកគ្រូសៅអេងមិនទាន់ងុយទេចាំពួកខ្ញុំងុយចាំពួកខ្ញុំគេ អ្នកគ្រូសៅអេងមែនហើយឲ្យពួកខ្ញុំលេងបន្តិចទៀតទេឆាប់គេងបើមិនគេងទេស្អែកមានរឿងតុក្កតាមិនឲ្យមើលទេណាយល់ទេ ហើយមិនគេងទេ ឆាប់គេងទៅ លោកពូមកវិញហើយ ខ្ញុំស្ដាប់លើយើងនឹងស៊ីពូវិនក្មេងណាដែលមិនព្រមគេញ៉ា គេក៏បាត់ដែរញ៉ៃគេអូន នៅមានក្មេងណាដែលមិនព្រមគេយើងនឹងស៊ីពូវិនក្មេងនោះឲ្យអនាងរកមនុស្សមករៀបការផ្ដេសផ្ដាស់បែបនេះហ៎ហេតុអីទៅ ស្ដាប់ឲ្យច្បាស់ខ្ញុំប្រាប់លោកអត់ពាក់ព័ន្ធនឹងលោកទេ បើសួរមិនបានទេចាំបាច់មករកខ្ញុំធ្វើអី លោកគិតថាខ្ញុំមានលុយច្រើនទេចម្លើយពិតប្រាកដហើយដូច្នេះខ្ញុំប្រាប់លោកពីហេតុផលពិតទៅចុះអ្នកមានដាច់ខាតមិនរាប់អានមិត្តថ្មីទេ យ៉ាងម៉េចហ្នឹងអត់ទេប្រាប់នាងចឹងណាថ្ងៃនេះលោកឆាយដែលសម្អាតឃ្លាំងជាមួយខ្ញុំនោះត្រូវឲ្យសំណាងហើយដែលសៅហ៊ុយគេកាន់ជើងខ្ញុំតែស្ងួនមិនហួងហែងកុំស្មានថាបងឈឺម្នាក់ឯងអូនឈឺដូចគ្នាតើមកស្រលាញ់មកអីទៅ មានការអីចាំបាច់មកនិយាយខាងក្រៅអញ្ចឹងដែរនាងក៏ស្គាល់ក្មេងនោះហើយតាបើសិនជាគេគេងលក់គិតយ៉ាងម៉េចណែយ៉ាងម៉េចហ្នឹងមិនក៏មិនឆាប់និយាយទេប្រកាសជាកូនខ្មោចទាំងពីរនោះធ្វើឲ្យនាងខឹងទៀតហើយពួកគេអុកឡុកមែនទេ អានខាន
យើងចែកផ្លូវគ្នាទៅ ណាអើ យើងចែកផ្លូវគ្នាទៅ 多想你和我一起飞，和我一起飞，把浪漫的心重新支配。多想你和我一起飞，寻找那被甜蜜捆绑的滋味。我们在美丽心路上一同回归。 អគ្គនាយិកា យល់ហើយខ្ញុំដឹងថាលោកចង់បានអ្វីពីខ្ញុំយល់ហើយ នាយកយានលោករកខ្ញុំហ៎អញ្ចឹងតាបានជាគេមិនតន់យកឯកសារទៅឲ្យខ្ញុំតាមពិតទៅគេជាប់នៅកន្លែងលោកឯង ស៊ូមេមើលនាងចង់ធ្វើពុតមែនទេ លោកស្មានថាខ្ញុំយល់ច្រឡំហើយ យល់ច្រឡំហ៎ពេលនេះខ្ញុំក្តៅក្រហាយនិយាយលេរួចទៅហើយ ត្រូវហើយអត់និយាយកន្លះថ្ងៃ ខ្ញុំនៅទីនេះតែគេបើជាប្រគល់អូហ្វីសហើយនឹងនាមបានទៅឲ្យអាម្នាក់នោះទៅវិញអ្នកគេឈ្មោះអី ជាមីលៀង ត្រូវយកទៅឲ្យអាអត់ឈ្មោះជាងមីលៀងអ្នកណាធ្លាប់ស្ដាប់វាអ្នកណាខ្វល់វារបស់តានេះយកចេញទៅយកចេញភ្លាមទៅក្រុមហ៊ុននេះឡើងចង់ឲ្យខ្ញុំនៅទៀតហើយមែនទេ អ្នកនេះស៊ីជាប៉ាវមានការអីហ៎ យ៉ាងម៉េចចាំមីលៀងសំចិត្តលោកទេការិយាល័យថ្មីរៀបចំជាពិសេសដើម្បីលោក ឲ្យខ្ញុំហ៎កុំលេងសើចខ្ញុំគ្រាន់តែជាអ្នកបច្ចេកទេសម្នាក់ឲ្យការិយាល័យធំបែបនេះមកខ្ញុំគឺចង់ធំជាងអ្នកចាត់ការរបស់ខ្ញុំទៅទៀតចង់ធ្វើបាបខ្ញុំហ៎ទឹកចិត្តនេះខ្ញុំអរគុណហើយ ការិយាល័យលោកនិងការិយាល័យខ្ញុំវាមានទ្វារសម្ងាត់ជាប់គ្នាគ្មានអ្នកណាដឹងពីរឿងនេះទេខ្ញុំប្រាប់លោកចាស់ថ្ងៃក្រោយលោកឈប់ធ្វើការតំណែងតំណងទៀតទៅមកធ្វើការនៅទីនេះ ខ្ញុំជាមនុស្សមានដៃពីរមានជើងពីរខ្ញុំអាចពឹងលើសមត្ថភាពខ្លួនឯងបាននាងគិតស្មានថាខ្ញុំជាសត្វចិញ្ចឹមអាចទិញសេរីភាពរបស់ខ្ញុំបានហើយនាងមានលុយអាចបង្ខំឲ្យខ្ញុំរៀបការជាមួយនាងបានមែនទេសម័យពេក នាយកយានលោកកុំអាលខឹងអីស្ដាប់ខ្ញុំនិយាយសិនទេអ្វីទាំងអស់នោះគឺគ្មានសំបីតែមួយ ពិតជាគ្មានទេ គ្មានមែនណា គ្មានទេ បើអញ្ចឹងបានន័យថាម៉េច ដើមឡើយរឿងនេះគឺខ្ញុំមិនតន់ចង់ប្រាប់នោះទេគឺជារឿងផ្ទាល់ខ្លួនអគ្គនាយិកាខ្ញុំយល់ថាយើងកុំតែខ្វល់អី ឈប់សិនរឿងផ្ទាល់ខ្លួនរបៀបម៉េចអាគារខ្ពស់នេះមានរឿងផ្ទាល់ខ្លួនរបស់គេផងហ៎ពាក់កណ្ដាលជារបស់គេបើអញ្ចឹងមានកិច្ចការរួមពីណាមក តាមពិតទៅលោកជាងហើយនៅអគ្គនាយិកាគឺជាមិត្តរួមថ្នាក់តាំងពីតូចគឺជាមិត្តចាស់ពួកគាត់អាចនឹងប្រែទៅជាអាចថា អូយមិនក៏មិនឆាប់និយាយ ព្រៀបការ តែស្ងួនមិនហួងហែងកុំស្មានថាបងឈឺម្នាក់ឯងអូនឈឺដូចគ្នាតើមកស្រលាញ់មកអីទៅ ម៉ាណែ ណែនាងកុំចង់លេងស្នេហ៍ការពីមុនជាមួយខ្ញុំទៀតខ្ញុំគឺជាមនុស្សប្រុស
បើសិនជានាងប្រើដៃប្រើជើងទៀតខ្ញុំអាចតតដៃជាមួយនាងវិញ ខ្ញុំធ្វើបាបលោកយ៉ាងម៉េចខ្ញុំម៉េះជើងឯខ្លាំងខ្សែក្បាត់ខ្មៅតៃខ្វាន់ដូងពួកយើងហៅថាគូស្នេហ៍តាំងពីនៅវ័យក្មេងម្លេះ អញ្ចឹងណា គួយទៅខ្ញុំឲ្យលោកអង្គុយលោកគិតថាខ្ញុំធ្វើអញ្ចឹងនាំរឿងដល់លោកឯងខ្ញុំនិយាយពិតមែនរៀបការជារឿងសំខាន់សម្រាប់មនុស្សខ្ញុំមិនលេងសើចជាមួយលោកទេ បើអញ្ចឹងណា បានហើយលោកកំពុងពិចារណាយើងទាំងពីរមិនធ្លាប់ស្រឡាញ់គ្នាមិនដែលមានអ្វីទៅហៅថាស្នេហាប្រាប់លោកចុះខ្ញុំគិតរួចហើយពួកយើងមិនបាច់មានស្នេហាអ្វីទេយើងគ្រាន់តែសាងមនោសញ្ចេតនាជាមួយគ្នាដើម្បីជំនួសស្នេហាយល់ហើយណៃម៉ា មិនបានជានាងមាន ម៉ាស៊ីវអ៊ីនទូស៊ីវអ៊ីនុយស៊ីវអ៊ីធ្លាប់តាក់ទងជាមួយលោកក្រោយមកក៏តាត់លោកចោលមានអ្នកខ្លះទៀតតាក់ទងជាមួយលោកផងតាក់ទងនឹងប្រុសផ្សេងផងហើយក៏តាត់លោកចោលក្រោយមកត្រូវរើគ្នាវិញរួចតាត់លោកចោលម្ដងទៀត ខ្ញុំប្រហែលពេកបានជាធ្វើឲ្យបាត់បង់នោះ មិនមែនទេបញ្ហាស្ថិតលើលោកហ្នឹងលោកមិនចេះមើលមនុស្សមិនចេះមើលស្ថានភាពមនុស្សមានច្រើនណាស់ឲ្យតែផឹងខ្លួនលើស្នេហាអ្វីក៏ប្រែប្រួល មិនបានជានាងដឹង ព្រោះមនុស្សខុសៗគ្នាស្នេហាការស្រឡាញ់មានច្រើនបែបច្រើនយ៉ាងលោកមើលសួរមាវតុនភ្លុនវៀងវែងជាអ្នកខ្លាំងខាងគ្រប់គ្រងចំណែកយានហ្វាំងវិញដើរធ្វើអីតាមអំពើចិត្តតាក់ទងមនុស្សឲ្យផ្ដោតដំណឹងគេជាធនធានមនុស្សដល់ពូកែផ្នែកលក់បានធ្វើជានាយកចំណែកនាងវិញនាងមិនចេះមានស្នេហាទេប៉ុន្តែពាក្យចាស់និយាយបានល្អណាស់ទេវតាមិនផ្ដាច់ផ្លូវមនុស្សល្អទេហើយលោកទុកចិត្តចុះចាំខ្ញុំជួយ បានអរគុណហើយតើថ្មីនេះមានដំណឹងអីទេ លើថានាយកយានហ្វាំងត្រូវបានបដូរចេញ ដឹងថានរណាមកជំនួសទេ ជាងមីលៀង ជាមីលៀង ជាបុគ្គលិកតូចតាចម្នាក់ស្ថិតនៅក្នុងបច្ចេកទេស បានខ្ញុំដឹងហើយ សួស្តីចង់រកខានបន្តិចសុំសួរថាបន្ទប់យាម B3 នៅខាងណាទៅ នៅខាងនោះ អរគុណ មិនអីទេ អរគុណ អ្នកនាងអ្នកសំសួរបន្តិច ផ្លន់ឬក៏រំលង អ្នកនាងជប់សិនសំសួរផ្លែបន្តិចបាទមិនក៏អ្នកនាងវាយខ្ញុំ អានល្អិនមិនថាឯងចង់បានលុយឬក៏ចង់ចាក់រំលោភទេឯងរកមនុស្សខុសហើយ
ឈាមអូឈាមអើយហើយឈឺណាស់ ស្អែកធ្វើអីបាក់គ្រាន់បានលៀបខ្លួនឯងទៅ ហើយ ហេពិតជាស្នាដៃមនុស្សមែនណាយឺតហើយធំធ្ងន់ណាស់មែនទេហ៎ បើខ្ញុំមិនឃើញផ្ទាល់ភ្នែកទៅជាវាយឲ្យស្លាប់ក៏ខ្ញុំមិនជឿថាស្រីម្នាក់នោះដែរ ណែឯងសម្រាប់អភ័យទៅចាំខ្ញុំជួយប្តឹងប៉ូលីសឲ្យហ៎ ប្តឹងប៉ូលីសហ៎តែដល់ប៉ូលីសគឺនឹងសួរខ្ញុំត្រូវខ្មោចស្រីម្នាក់វាយរូបរាងគេយ៉ាងម៉េចខ្ញុំមើលមិនច្បាស់សូម្បីតែស្លាកលេខឡានក៏ខ្ញុំចាំមិនច្បាស់ផងដល់ពេលនោះសរសេរផុសតាំងយ៉ាងម៉េចនឹងកើតទៅ បានចឹងធ្វើយ៉ាងម៉េចមានតែបំភ្លេចចោលហ៎ បើខ្ញុំមិនបំភ្លេចឲ្យធ្វើយ៉ាងម៉េចខ្ញុំពិតជាត្រូវសយមែនហ្នឹងណាអើយ គិតច្បាស់លាស់ហើយឯងស្ដាប់តាមខ្ញុំទាំងអស់ ម្ដងបងចង់តែបាត់ខ្លួនព្រោះជួបមុខស្ងួនធ្វើឲ្យបងឈឺចាប់ណាស់ពាក់ស្រមមុខក្បត់ដាក់ស្នេហ៍ស្នងទាំងចិត្តបងនៅស្មងព្រោះចង់ឲ្យអូនបានជួបនឹងមនុស្សល្អជាងបងគឺជាមនុស្សមានប្រវត្តិមិនល្អមិនអាចកំឡូនរហូតដល់ថ្ងៃស្លាប់អូនរស់នៅជាមួយនឹងបងមានតែការឈឺចាប់អូនត្រូវបាត់បង់កិត្តិយសក៏ព្រោះតែបង